សួស្តីបងប្អូនសម្រាប់វីដេអូមួយនេះខ្ញុំនឹងចែករំលែកពីរបៀបក្នុងការធ្វើឲ្យគេស្គាល់ page របស់យើងឬក៏ធ្វើឲ្យគេហ្នឹង follow page របស់យើងបានច្រើនជាងមុនណាអញ្ចឹងរបៀបក្នុងការធ្វើគឺអត់ពិបាកទេដំបូងយើងគ្រាន់តែធ្វើការចូលជាមួយនឹង Facebook យើងសិនមកបាទរួចហើយយើងចុចកន្លែងសញ្ញា profile អញ្ចឹងបងប្អូននឹងឃើញកន្លែងសញ្ញាព្រួយចុះមកក្រោមហ្នឹងអញ្ចឹងយើងចូលទៅកាន់ page របស់យើងសិនណាអញ្ចឹងសម្រាប់បងប្អូនដែលមាន page តែមួយកន្លែងនេះគឺបង្ហាញតែមួយសម្រាប់ខ្ញុំមាន page ច្រើនគឺវាបង្ហាញច្រើនតែម្ដងអញ្ចឹងខ្ញុំសូមឧទាហរណ៍ត្រង់ចំណុច page នេះមួយដើម្បីមកបង្ហាញបងប្អូនទាំងអស់គ្នាអញ្ចឹងនៅពេលដែលយើងធ្វើការចូលទៅកាន់ page របស់យើងហើយបងប្អូនធ្វើការចុចកន្លែងសញ្ញាគូស3នៅត្រង់ចំណុចខាងលើនេះបាទអូខេបន្តមកទៀតបងប្អូនគ្រាន់តែធ្វើការ scroll មកក្រោមមកអញ្ចឹងយើងចុចកន្លែងពាក្យថា setting and privacy បន្ទាប់មកយើងធ្វើការចុចកន្លែងត្រង់ពាក្យថា setting អញ្ចឹងបងប្អូនអាចធ្វើការ scroll មកក្រោមបន្តិចណាអញ្ចឹងខ្ញុំប្រាប់ពីចំណុចសំខាន់ដែលធ្វើឲ្យ page របស់យើងហ្នឹងមានអ្នក follow ច្រើនឬក៏ page របស់យើងហ្នឹងមានអ្នកមើលឃើញច្រើនបាទតកតងជាមួយនឹង audience និង fiberlity នេះបងប្អូនណាបាទតកតងកន្លែងហ្នឹងតកតងជាមួយនឹង page របស់យើងបាទហើយនឹងរបៀប post ឬក៏ story អញ្ចឹងខ្ញុំបង្ហាញពីចំណុចសំខាន់មួយចែកជូនបងប្អូនទាំងអស់គ្នាតែម្ដងអញ្ចឹងតកតងជាមួយនឹង page detail អញ្ចឹងតកតងជាមួយនឹង page detail បងប្អូនត្រូវសរសេរតកតងជាមួយនឹង bio របស់យើងបាទរៀបរាប់ជាមួយនឹង page របស់យើងហើយតកតងជាមួយនឹងកន្លែង pin detail នេះដូចគ្នាបងប្អូនចុចត្រង់ចំណុចហ្នឹងមកគឺបងប្អូនធ្វើការបង្កើត page របស់បងប្អូនហ្នឹងជាលក្ខណៈបែបម៉េចអញ្ចឹងបងប្អូនធ្វើការជ្រើសរើសឲ្យបានត្រឹមត្រូវត្រង់ចំណុចហ្នឹងហើយយើងធ្វើការ save មកបាទមួយទៀតតកតងជាមួយនឹង category បាទ category តកតងនឹង digital creator អញ្ចឹងដោយសារតែខ្ញុំបង្កើត page តកតងជាមួយ digital creator ណាអញ្ចឹងបងប្អូនអាចធ្វើការកន្លែងហ្នឹងគឺយើងអាចធ្វើការដាក់បានដល់3បាទអញ្ចឹងយើងធ្វើការដាក់បាន3ណាបងប្អូនអាចធ្វើការជ្រើសរើសបន្ថែមឲ្យតកតងជាមួយនឹង page របស់បងប្អូនបាទបន្តមកទៀតយើងគ្រាន់តែធ្វើការ save មកបាទអញ្ចឹងខ្ញុំសូមប្រាប់ត្រួសទេបាទត្រង់ចំណុចហ្នឹងណាបាទតកតងជាមួយនឹង personal detail នេះអញ្ចឹងបងប្អូនតកតងជាមួយនឹងអាស័យដ្ឋានបាទហើយនឹងទីតាំងទីលំនៅអីហ្នឹងបងប្អូនតកតងជាមួយ birthday បាទអញ្ចឹងបងប្អូនធ្វើការដាក់ឲ្យបានត្រូវមកដាក់ឲ្យបានឲ្យត្រូវទាំងអស់ណាបាទហើយមួយទៀតតកតងជាមួយនេះ all the way open អញ្ចឹងបងប្អូនត្រូវធ្វើការបើក24ម៉ោងមកបាទយើងធ្វើការជ្រើសរើសយើងដាក់ all the way open មកណាបងប្អូនបាទដាក់ all the way open មកហើយបន្តមកទៀតយើងគ្រាន់តែធ្វើការ save មកអាហ្នឹងតកតងជាមួយនឹង Facebook page របស់យើងបាទអូខេអញ្ចឹងខ្ញុំសូមលម្អិតត្រឹមប៉ុណ្្នឹងសិនបាទតកតងមួយទៀតតកតងជាមួយនឹងនេះកន្លែងគេដាក់ថា how people find and contact you ណាអញ្ចឹងបងប្អូនក៏ត្រូវធ្វើការបើកនៅមុខងារទាំងអស់ហ្នឹងដែរបាទទាំង3ហ្នឹងបងប្អូនធ្វើការបើកមុខងារទាំង3មកដើម្បីឲ្យគេងាយស្រួលក្នុងការស្វែងរក Facebook page របស់យើងណាបាទតកតងមួយទៀតតកតងជាមួយនឹង post អញ្ចឹងប្រភេទ post នេះគឺចឹងដែរបងប្អូនត្រូវធ្វើការបើកនៅមុខងារទាំងអស់ហ្នឹងមួយមកហើយតកតងខាងលើនេះអញ្ចឹងបងប្អូនខាងលើនេះគឺបងប្អូនធ្វើការជ្រើសរើសយក public ដូចដែលខ្ញុំបានបង្ហាញមករួចហើយធ្វើការ save បាទអញ្ចឹងរាល់ការ post របស់យើងគឺងាយនឹងគេមើលឃើញច្រើនបាទហើយបើសិនជាបងប្អូនចង់ post ហើយ share ចូលជាមួយនឹង story Facebook របស់យើងអូតូតែម្ដងបងប្អូនអាចធ្វើការគ្រីសនៅខាងក្រោមនេះបាទនៅពេលដែលយើង post រាល់វីដេអូរាល់រូបភាពគឺវា save នៅក្នុង story Facebook របស់យើងអូតូតែម្ដងអញ្ចឹងបងប្អូនធ្វើការបើកមុខងារមួយនឹងទៅបាទអូខេតកតងជាមួយនឹង story នេះដែរបាទតកតងជាមួយនឹង story នេះគឺបងប្អូនធ្វើការជ្រើសរើស public មកបាទត្រង់ចំណុចខាងលើនេះណា who can see your story អញ្ចឹងបងប្អូនធ្វើការជ្រើសរើស public មកហើយយើងធ្វើការ save ជាការស្រេចអញ្ចឹងឲ្យមុខងារទាំងអស់នេះក៏បងប្អូនត្រូវធ្វើការបើកដែរបើកមុខងារទាំងអស់ហ្នឹងមកបាទអញ្ចឹងមុខងារទាំងអស់ហ្នឹងគឺងាយស្រួលក្នុងការបង្ហាញដល់អ្នកដទៃបាទងាយនឹងឃើញ Facebook page របស់យើងងាយនឹងបាន follow page របស់យើងបាទតកតងជាមួយនឹង page set up នេះគឺជាចំណុចសំខាន់ដូចគ្នា
បាទអញ្ចឹង page setup នេះតកតងជាមួយនឹងឈ្មោះរបស់យើងក៏យើងអាចធ្វើការផ្លាស់ប្ដូរឈ្មោះបានដែរបើសិនជាបងប្អូនចង់ធ្វើការផ្លាស់ប្ដូរឈ្មោះផ្សេងណាបាទអូខេតកតងមួយទៀតតកតងជាមួយនឹង page access អញ្ចឹងខ្ញុំតកតងជាមួយនឹង page access នេះគឺតកតងជាមួយនឹងការ add admin បន្ថែមដើម្បីឲ្យមកគ្រប់គ្រង page របស់យើងទេបាទហើយមួយទៀតតកតងជាមួយនឹងប្រភេទ page របស់យើងហ្នឹងឥឡូវមាន2ហើយដោយសារតែគេបែងចែកជា2បាទទី1តកតងជាមួយនឹង business ហើយទី2តកតងជាមួយនឹង creator អញ្ចឹងបងប្អូនត្រូវការធ្វើការជ្រើសរើសឲ្យបានត្រូវតកតងជាមួយនឹងប្រភេទ page ទី1នេះតកតងជាមួយនឹង business រាល់ការលក់ផលិតផលឬក៏លក់សេវាកម្មផ្សេងៗដែលមិនមែនរដ្ឋាភិបាលណាបាទអញ្ចឹងបងប្អូនធ្វើការជ្រើសរើសបើសិនជាបងប្អូនបើកអាជីវកម្មលក់ដូរអីទេបងប្អូនធ្វើការជ្រើសរើសកន្លែង business មកបាទមួយទៀតតកតងជាមួយនឹង creator អញ្ចឹង creator នេះបើសិនជាបងប្អូនធ្វើមាតិកាឬក៏ content ឬក៏រលុយទៅតាមការផ្សាយពាណិជ្ជកម្មឬក៏រលុយពី Facebook page ទៅលើវីដេអូរបស់យើងបងប្អូនធ្វើការជ្រើសរើស creator មកត្រូវហើយដែលគេហៅកាត់ថា MMO ណាបងប្អូនដែលរកលុយ MMO ហ្នឹងគឺបងប្អូនធ្វើការជ្រើសរើសនៅ creator មកហើយយើងគ្រាន់តែធ្វើការចុចពាក្យថា next បាទហើយចុច confirm អញ្ចឹងដើម្បីយើង save page របស់យើងទៅជា creator បាទអញ្ចឹងខ្ញុំសូមបង្ហាញត្រួសណាបាទអូខេអញ្ចឹងយើងចេញមកក្រៅវិញមកបាទហើយមួយទៀតតកតងជាមួយនឹងត្រង់ចំណុច follow and public content បងប្អូនចុចទៅលើនឹងមកកន្លែងហ្នឹងគឺសំខាន់មែនតើបងប្អូនអញ្ចឹងបងប្អូនត្រូវការធ្វើការជ្រើសរើសកន្លែងនេះឃើញគេដាក់ public នៅខាងក្រោមហ៎អញ្ចឹងបងប្អូនធ្វើការជ្រើសរើស public ទាំងអស់អញ្ចឹងណាបាទឃើញទេបាទអញ្ចឹងយើងធ្វើការជ្រើស public ទាំងអស់មកបងប្អូនដើម្បីងាយស្រួលបាទមានអ្នកឃើញច្រើនអញ្ចឹងបងប្អូនធ្វើការជ្រើសរើសទាំងអស់ណាបាទដូចខ្ញុំបានបង្ហាញហ្នឹងត្រង់ចំណុចfollow ហ្នឹងបាទអញ្ចឹងយើងធ្វើការជ្រើសរើស public ទាំងអស់មកអូខេអញ្ចឹងគឺមានត្រឹមតែប៉ុណ្្នឹងទេបងប្អូនបាទបងប្អូនអាចធ្វើការជ្រើសរើសប៉ុណ្្នឹងមកគឺជាការស្រេចហើយអូខេវីដេអូគឺមានត្រឹមតែប៉ុណ្្នឹងទេក្នុងការចែករំលែកពីរបៀបក្នុងការធ្វើឲ្យមានអ្នក follow ឬក៏មានអ្នកតាមដាន page យើងច្រើនណាបាទអរគុណច្រើនបងប្អូនជួបគ្នានៅវីដេអូក្រោយ